សួស្តីចាឥឡូវដល់ម៉ោងញ៉ាំបុកល្ហុងហើយនេះគឺជាប្រភេទបុកល្ហុងខ្មែរពុកម៉ែបងប្អូនបុកល្ហុងខ្មែរយើងមានត្រួយទន្ទួតឬក៏បន្លែផ្សេងដាក់ច្រើនមុខបុកល្ហុងខ្មែរថ្ងៃនេះគឺនឹងខ្ញុំប្រើម្ជូរអំពិលខ្ចីហើយក៏មាននំបញ្ចុកសម្រាប់ផ្ទាប់ផងដែរតែបុកល្ហុងយើងញ៉ាំដៃចឹងទៅវាមានរសជាតិឆ្ងាញ់បើយើងញ៉ាំមានចង្កឹះអីត្រឹមត្រូវគឺមិនឆ្ងាញ់ទេថ្ងៃនេះគឺបុកល្ហុងបែបខ្មែរគឺយើងមានប្រហុកជាដំបូងគឺដូចខ្ញុំដាក់ខ្ទឹមសម្ទេសជាមួយនឹងប្រហុកគឺនឹងខ្ញុំដាក់ចំនួនពាក់កណ្ដាលសិនហើយនឹងខ្ញុំក៏មានកំពីបុកផងដែរនេះគឺជាប្រភេទត្រីឆ្អើរចំពោះការធ្វើបុកល្ហុងខ្មែរនេះផងដែរគឺយើងខ្ញុំប្រើម្ជូរអំពិលខ្ចីយើងធ្វើការបុកគ្រឿងទាំងអស់នេះឲ្យសព្វចូលគ្នាល្អហើយក៏ចាប់ដើមដាក់អំពិលហើយអំពិលគឺនឹងខ្ញុំប្រើចំនួន4គួរសិនក្រែងម្ជូរហើយចំពោះបុកល្ហុងខ្មែរនេះគឺយើងប្រើរសជាតិឲ្យដិតបន្តិចចាស់ប្រហុកបន្តិចប្រៃបន្តិចសម្ដែងដែរគឺខ្ញុំដាក់ចំនួនពាក់កណ្ដាលហើយបន្ទាប់មកគឺនឹងខ្ញុំធ្វើការបុកសណ្ដែកគួរសណ្ដែកគួរមកឲ្យបែកបន្តិចសិនចាំយើងបន្ថែមគ្រឿងផ្សេងនេះគឺមានពេញប៉ោះមានជាមួយនឹងទំពាំងស្ងោរហើយនឹងជាមួយនឹងដើមផលិតគឺនឹងខ្ញុំដាក់ខ្លះសិនទុកផ្ទាប់ពីក្រៅខ្លះបន្ថែមទៀតធ្វើការញ៉ុំគ្រឿងទាំងអស់នេះឲ្យចូលសព្វហើយទើបខ្ញុំចាប់ដើមដាក់ល្ហុងចូលចំពោះល្ហុងថ្ងៃនេះគឺនឹងខ្ញុំប្រើល្ហុងចំនួន1ចំហៀងក្តាមទុកដាក់លើខ្លះបុកល្ហុងបែបខ្មែររបស់នាងខ្ញុំគឺថាបានរួចហើយចុងក្រោយគឺដួសដាក់ចានគឺជាការស្រេចហើយចំពោះការធ្វើវីដេអូរបស់នាងខ្ញុំគឺបានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអំពូមីងមេទាំងអស់គ្នាដែលតែងតែស្រឡាញ់ចូលចិត្តការធ្វើវីដេអូរបស់នាងខ្ញុំជាចុងក្រោយសូមជូនពរឲ្យពុកម៉ែបងប្អូនអំពូមីងមេទាំងអស់គ្នាជួបតែសំណាងល្អនិងមានសុខភាពល្អចាំជួបនាងខ្ញុំនៅវីដេអូថ្មីបន្តទៀតអរគុណនិងសូមជម្រាបលា